Sôm group chim rệp xuống nâng số đây từ kênh Play mà đọc bao rương ra từng ở kia. Hai con sôm sva công phong đa mà kênh episode tí pram này channel rương ra.នៅក្នុងអេពីសូតទី5នេះគឺខ្ញុំទទួលបានសាច់រឿងពីបងស្រីម្នាក់ឈ្មោះថាពិសីដែលពាក់ព័ន្ធជាមួយនឹងមិត្តភាពមិត្តភ័ក្តិរបស់គាត់ផ្ទាល់តែម្ដងគាត់បានចែករំលែកឲ្យដូច្នេះខ្ញុំក៏យកសាច់រឿងនេះយកមកដំណើរប្រាប់អ្នកទាំងអស់គ្នាជាបន្តដើម្បីជាការចែករំលែកនៅបទពិសោធន៍របស់អ្នកដែលគាត់ជួបពិតជួបផ្ទាល់នៅរឿងដែលរន្ធត់អញ្ចឹងសម្រាប់សាច់រឿងដែលខ្ញុំយកមកចែករំលែកបន្តជូនប្រិយមិត្តទាំងអស់គ្នាស្ដាប់គឺខ្ញុំមិនសូមឲ្យជឿជាក់ 100% ទេប៉ុន្តែសូមស្ដាប់ដោយការពិចារណាដោយសារតែនេះគ្រាន់តែជាការចែករំលែកនិងជាការកំសាន្តបែបរន្ធត់មួយសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលទំនេរពីការងារតែប៉ុណ្ណោះអូខេអញ្ចឹងតោះយើងចាប់ផ្ដើមសាច់រឿងដោយចាប់ផ្ដើមពីប្រវត្តិរបស់បងពិសីដោយសារតែបងពិសីគាត់បានចែករំលែកថាគាត់គឺជាសិស្សដែលរៀននៅខេត្តទេបានន័យថាគាត់ជាកូនអ្នកខេត្តណាអញ្ចឹងការពីគាត់រៀនថ្នាក់វិទ្យាល័យហ្នឹងគឺគាត់រៀននៅខេត្តទេបងពិសីគាត់បានប្រាប់ថានៅពេលដែលគាត់រៀននៅថ្នាក់វិទ្យាល័យនោះគឺគាត់មានមិត្តភ័ក្តិស្និទ្ធគេហៅថា best friend ណាចំនួន3នាក់មានគាត់ហើយមិត្តភ័ក្តិស្រីរបស់គាត់ម្នាក់ទៀតមានឈ្មោះថាតៃនិងម្នាក់ទៀតមានឈ្មោះថាផានីដោយពួកគាត់ទាំង3នាក់គឺរៀនជាមួយគ្នានិងរាប់អានគ្នាដើរជាមួយគ្នាគឺតាំងពីថ្នាក់អនុវិទ្យាល័យគាត់បញ្ជាក់ថាចាប់ផ្ដើមស្គាល់គ្នាស្និទ្ធស្នាលដើរជាមួយគ្នាតាំងពីថ្នាក់ទី7មកម៉េះអញ្ចឹងរហូតដល់ថ្នាក់វិទ្យាល័យទី11ទី12ក៏គាត់នៅតែដើរជាមួយគ្នាដែរដោយជាមិត្តភ័ក្តិដែរស្និទ្ធស្នាលគ្នាដឹងចិត្តដឹងថ្លើមគ្នាជួយយកទុកធរៈគ្នានិងស្រឡាញ់គ្នាដូចបងប្អូនចឹងមិនត្រឹមតែជាមិត្តភ័ក្តិទេមានរឿងអីគឺតែងតែចែករំលែកជួយគ្នាទៅវិញទៅមករហូតគាត់បានប្រាប់ថានៅពេលដែលគាត់រៀនថ្នាក់ទី12ដែលជាថ្នាក់ចុងក្រោយនៃការប្រឡងចេញណាកាលនោះគឺនៅក្នុងកំឡុងឆ្នាំ2017ដោយពួកគាត់ទាំង3នាក់ដឹងខ្លួនថានៅពេលដែលប្រឡងបញ្ចប់ថ្នាក់ទី12ទៅគឺជាពេលដែលម្នាក់ត្រូវស្វែងរកអនាគតរៀងខ្លួនហើយបានន័យថារកផ្លូវដើររៀងខ្លួនអញ្ចឹងណាมันអាចនៅជុំរុំគ្នាដោយការពេលដែលរៀនវិទ្យាល័យបានទេដោយសារតែម្នាក់មានក្តីសម័យរៀងខ្លួនអ្នកនេះចង់ធ្វើនេះអ្នកនោះចង់ធ្វើនោះអញ្ចឹងទៅហើយនៅពេលមួយដែលការប្រឡងគៀកនឹងចិត្តមកដល់គឺពួកគាត់បានជំនុំគ្នាទៅញ៉ាំអីជុំគ្នាអញ្ចឹងទៅហើយក៏បាននិយាយភាសាគ្នាតើអ្នកណាចង់ធ្វើអីចង់ទៅណាបន្ទាប់ពីប្រឡងចប់ហើយសម្រាប់ពេលនោះគឺបងពិសីបានចែករំលែកថាគាត់គឺមានយោបល់ថាគាត់នឹងចង់រៀនបន្តថ្នាក់បញ្ញាបត្រនៅទីក្រុងភ្នំពេញអញ្ចឹងនៅពេលដែលគាត់ប្រឡងថ្នាក់ទី12ចប់គឺគាត់នឹងធ្វើការផ្លាស់ប្ដូរទៅរៀននៅភ្នំពេញហើយអញ្ចឹងមិត្តភ័ក្តិគាត់ទាំងពីរនាក់នឹងតើមានអ្នកណាទៅភ្នំពេញអត់បើសិនជាទៅនិយាយគ្នាហើយយើងគេងនៅផ្ទះជួលផ្ទះគេងជុំគ្នាដដែលគឺគាត់អត់ចង់បែកគ្នាទេហើយមិត្តភ័ក្តិរបស់គាត់ពីរនាក់ទៀតបងតៃហើយនិងបងផានីហ្នឹងក៏គាត់យល់ស្របដែរគាត់ថាមិនថាទៅធ្វើការងារអីឬក៏ទៅរៀនអីចាញ់ដំណើរជីវិតរៀងខ្លួនទេប៉ុន្តែចង់ថាជួលផ្ទះគេងជុំគ្នាអញ្ចឹងណាគាត់ក៏មូលមតិគ្នាប៉ុន្តែបងពិសីបានប្រាប់ថានៅពេលដែលជាក់ស្ដែងពេលដែលប្រឡងចប់ក៏ស្រាប់តែមានការប្រែប្រួលមួយគឺបងផានីគឺគាត់អត់អាចឡើងទៅរៀននៅភ្នំពេញបន្តជាមួយនឹងបងតៃហើយនិងបងពិសីបានទេដោយសារតែនៅខេត្តបងផានីម៉ាក់ប៉ាគាត់គឺជាអ្នករស់ស៊ីអញ្ចឹងហើយម៉ាក់ប៉ាគាត់ចង់ឲ្យនៅបន្តជួយមើលការខុសត្រូវដោយសារតែអ្នកផ្ទះគាត់មានសមាជិកតិចអញ្ចឹងហើយជាការចាំបាច់គឺចង់ឲ្យបងផានីនៅបន្តមើលការលក់ដូរមុខរបររស់ស៊ីរបស់គ្រួសារគាត់នៅខេត្តដដែលដោយប្រាប់បងផានីថាមិនបាច់ចាំរៀនបន្តបញ្ញាបត្រទេគឺចង់ឲ្យនៅមើលការខុសត្រូវនៅផ្ទះអញ្ចឹងណានៅកន្លែងរស់ស៊ីអញ្ចឹងទៅអញ្ចឹងសម្រាប់សម្រួលទៅគឺអ្នកដែលឡើងទៅរៀនតនៅភ្នំពេញគឺមានតែ2នាក់ទេគឺបងពិសីហើយនិងបងតៃដើមឡើយគឺពួកគាត់សែតខ្លាំងមែនតែនដោយសារតែរៀបគម្រោងរៀប plan អីជាមួយគ្នាហើយអស់ដល់ថ្នាក់អង្គុយអូស Facebook ឆែហៅមើលផ្ទះជួលដែលនៅគៀកសាលាគៀកក្រុងនឹងទៀតប៉ុន្តែទីបំផុតគឺបានទៅតែ2នាក់ម្នាក់ទៀតគឺអត់បានទៅដដែលតែក៏និយាយគ្នាថាមិនជាបញ្ហាទេគឺនៅតែអាចតាក់ទងគ្នាតាមទូរស័ព្ទបានដោយសារសម័យឥឡូវជឿនលឿនសឹងអីហ្នឹងអញ្ចឹងចាំតំណគ្នាតាមទូរស័ព្ទទៅធ្វើទៅបិទថាមិនបានឡើងមករៀនជុំគ្នាក៏ដោយ
អញ្ចឹងការប្រឡងបញ្ចប់ថ្នាក់ទី12របស់ពួកគាត់ទាំង3នាក់គឺត្រូវបានបញ្ចប់ដោយពួកគាត់ទទួលបានលទ្ធផលគឺសិតតែជាប់ទាំងអស់គ្នាគ្រាន់តែថាក្នុងចំណោមហ្នឹងគឺមានតែបង្តីទេដែលគាត់បាននិទេសល្អជាងគេគឺបង្តីគាត់បាននិទេស B ហើយសម្រាប់បងពិសីផ្ទាល់គឺគាត់បាននិទេស D ហើយសម្រាប់បងផានីគឺតាំងពីដើមឡើយហើយក្នុងចំណោម3នាក់គឺគាត់រៀនខ្សោយជាងគេអញ្ចឹងបងផានីគឺបានត្រឹមតែនិទេស E ទេអញ្ចឹងក្រោយពីប្រឡងចប់ដឹងលទ្ធផលរៀងខ្លួនហើយគឺបងពិសីជាមួយនឹងបងតីបានឡើងមកភ្នំពេញសុំម៉ាក់សុំប៉ាឡើងមកដើម្បីរកផ្ទះជួលគាត់បានតាក់ទងរកតាំងពីនៅខេត្តអញ្ចឹងទៅគាត់ឡើងមកដើម្បីមើលផ្ទាល់ហើយកក់លុយកក់អីគេហើយអញ្ចឹងណាដើម្បីផ្ញើអីវ៉ាន់យកអីវ៉ាន់ពីខេត្តមកដើម្បីចូលនៅព្រោះគាត់ត្រូវមកមុននៅពេលដែលគេចូលកងសាកលវិទ្យាល័យគាត់អាចចាំគៀកចាំមកបានទេដោយសារគាត់ត្រូវមកដាក់ឯកសារផងអីផងអញ្ចឹងពួកគាត់ទាំងពីរក៏លាគ្នាជាមួយនឹងបងផានីជួបគ្នាថ្ងៃចុងក្រោយញ៉ាំអីជាមួយគ្នាតិចតួចហើយអញ្ចឹងស្អែកឡើងគឺពួកគាត់ឡើងមកក្រុងភ្នំពេញហ្មងដើម្បីធ្វើការរៀនបន្តបងពិសីបានប្រាប់ថាគាត់ជាមួយនឹងមន្ត្រីបានជួលផ្ទះមួយកន្លែងនៅជិតផ្សារដេប៉ូដែលគាត់បានបញ្ជាក់ប្រាប់ថាកាលពេលដែលគាត់ពីរនាក់ចូលមកនៅដំបងគឺអត់អីទេជាធម្មតាបន្ទប់ជួលផ្ទះជួលគេតលាយមកល្មមនៅពីរនាក់បានហើយគាត់ក៏ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាអញ្ចឹងដឹងចិត្តដឹងត្រាំគ្នាស្រាប់តែអត់មានអីជាការរំខានទេហើយដំបងគឺពួកគាត់3នាក់តែងតែ call វីដេអូនិយាយជាមួយគ្នាសួរសុខទុក្ខគ្នាសួរនាំពីដំណើរយ៉ាងម៉េចហើយដាក់ពាក្យចូលរៀនថ្ងៃណាចូលរៀនសកលហើយសួរថាបងសីរៀនអីបងតីរៀនអីអញ្ចឹងណាតែបងផានីនោះគាត់មានជាការអន់ចិត្តមានជាការសែតដែរពួកគាត់ចង់រៀនតដូចគេណាប៉ុន្តែធ្វើម៉េចគ្រូសាគាត់មិនអនុញ្ញាតហើយចង់ឲ្យគាត់បន្តមុខរបររកស៊ីអញ្ចឹងទៅតែតាមពិតគឺគាត់ចង់មករៀនបន្តជាមួយនឹងមិត្តភក្តិគាត់ទាំងពីរនេះហើយនៅពេលដែលពួកគាត់ចាប់ផ្ដើមចូលកងថ្នាក់មហាវិទ្យាល័យឆ្នាំទី1គឺបងសីគាត់រៀនផ្នែកគណនេយ្យហើយបងតីគឺគាត់រៀនផ្នែកគ្រប់គ្រងដោយពួកគាត់ទាំងពីរនាក់រៀននៅក្នុងសាលាតែមួយជាមួយគ្នាប៉ុន្តែគឺរៀននៅក្នុងមុខវិជ្ជាខុសគ្នាដោយសារតែពួកគាត់ជ្រើសរើសចាប់យកជំនាញរៀងខ្លួនអញ្ចឹងណានៅពេលដំបងគឺពួកគាត់គ្រាន់តែទៅរៀនតែមួយមុខទេប៉ុន្តែនៅពេលដែលរៀនបានពាក់កណ្ដាលឆ្នាំពាក់កណ្ដាលឆមាសគឺពួកគាត់ក៏បានកើតចេញជាគំនិតថាពួកគាត់នឹងទៅរកការងារធ្វើគឺរៀនបណ្ដាធ្វើការងារ part time ក្រៅម៉ោងបណ្ដាដើម្បីរកលុយផ្គត់ផ្គង់ជីវភាពខ្លួនឯងផងព្រោះមិនចង់រំខានដល់អ្នកផ្ទះដែលនៅខេត្តចង់ថាបើសិនជាធ្វើការបានប្រាក់ខែមកគឺពួកគាត់ទុកគ្រាន់មកទិញសម្ភារៈប្រើប្រាស់ខ្លួនឯងទិញសៀវភៅរៀនអញ្ចឹងណាអញ្ចឹងពួកគាត់ក៏ចេញធ្វើការទៅស្វែងរកការងាររៀងខ្លួនដោយសារតែពួកគាត់ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាប៉ុន្តែពួកគាត់ក៏មិនជាទម្លាប់ធ្វើអីធ្វើទាំងអស់គ្នាទៅណាទៅជាមួយគ្នាពេកទេអញ្ចឹងហើយបងសីគឺគាត់រកបានការងារដោយឡែករបស់គាត់ហើយមិត្តភក្តិគាត់បងតីគឺគាត់រកបានការងារផ្សេងដោយឡែករបស់គាត់ដែរទៅដោយនៅពេលនោះបងសីគាត់រកបានការងារ part time មួយដែលជាសវិសនៅអូតែលបានន័យថាជា customer service នៅ front desk ខាងមុខសម្រាប់ទទួលភ្ញៀវបងសីគាត់ធ្វើការ part time ដោយសារតែគាត់រៀនថ្នាក់សាកលវិទ្យាល័យរបស់គាត់ពេលព្រឹកចូលរៀនម៉ោង7ចេញម៉ោង11ថ្ងៃអញ្ចឹងហើយការងារដែលគាត់ជ្រើសរើសធ្វើការ part time នោះគឺគាត់ធ្វើដោយចូលម៉ោង1ថ្ងៃហើយចេញម៉ោង8យប់អញ្ចឹងបងសីគឺគាត់ចាប់ផ្ដើមចូលធ្វើការបដាហើយសម្រាប់បងតីក៏គាត់រកបានការងារ part time របស់គាត់មួយដែរតែបងតីខុសពីបងសីដោយសារតែគាត់ពេលដែលចូលរៀននៅសាកលវិទ្យាល័យនោះគាត់មានស្គាល់មិត្តភក្តិអញ្ចឹងទៅមិត្តភក្តិគាត់នៅសាកលវិទ្យាល័យហ្នឹងគឺណែនាំការងារមួយឲ្យគាត់ដោយធ្វើជាសវិសដូចគ្នាប៉ុន្តែគេហៅថា order service អ្នករត់តុកអ្នកកំងម្ហូបកំងអីនៅកន្លែងការងារមួយដែលជាកន្លែងបែបលក្ខណៈថាផាប់ដែលគេផឹកស៊ីពេលយប់អញ្ចឹងម៉ោងការងារដែលបងតីគាត់រកបានគឺគាត់ធ្វើការនៅផាប់ហ្នឹងដោយចូលការងារចាប់ពីម៉ោង3ថ្ងៃរហូតបន្តដល់ម៉ោង12យប់ទើបចប់ហើយសូមបញ្ជាក់ដែរថាបងតីគឺគាត់ធ្វើការងាររបស់គាត់ហ្នឹងគឺរកចំណូលប្រាក់ខែច្រើនជាងបងសីគឺគាត់បានប្រាក់ខែតិចល្មមទេប៉ុន្តែបងសីគឺគាត់ក្នុងន័យថាដើម្បីគ្រាន់តែវឹកហាត់និងរកចំណូលតិចតួចដើម្បីទប់ការចំណាយខ្លួនឯងតែប៉ុណ្្នឹងទេតែសម្រាប់បងតីគឺគាត់ឃើញមិត្តភ័ក្តិដែលរៀននៅសាកលជាមួយគ្នាហ្នឹង
ឃើញមិត្តភក្តិគាត់នឹងរកបានព្រោះដោយសារតែខាង service order នៅ pub ហ្នឹងគឺបាន tip បន្ថែមផងអញ្ចឹងឃើញរកបានអញ្ចឹងទៅមន្ត្រីគាត់ចង់រកលុយបានដូចគេដែរក៏គាត់សម្រេចចិត្តទៅធ្វើការនៅនឹងជាមួយគេអញ្ចឹងទៅអញ្ចឹងបើនិយាយសរុបមកវិញនៅពេលដែលនៅផ្ទះពេលវេលាដែលបងតីជាមួយនឹងបងសៃបានជួបគ្នាគឺនឹងតែអត់មានទៅហើយព្រោះដោយសារតែតម្រាំតាបងសៃគាត់ចេញពីធ្វើការម៉ោង 8 យប់ហើយម៉ោង 8 គឺបងតីនៅធ្វើការអត់ទាន់ចេញនៅឡើយទេតតែម៉ោង 12 អញ្ចឹងតតែម៉ោង 12 បងតីគាត់ចេញពីធ្វើការមកដល់បន្ទប់វិញជួនខ្លះគឺបងសៃគាត់គេងលក់បាត់ហើយអញ្ចឹងទៅអត់ងាយបានជួបមុខគ្នាអត់ងាយបាននិយាយគ្នាទេបានគ្រាន់តែបងសៃគាត់គេងលក់គាត់ដឹងខ្លួនសួរនាំបងតីតិចតួចញ៉ាំបាយនៅអីនៅអញ្ចឹងតែប៉ុណ្្នឹងឯងមិនសូវបានជួបមុខគ្នាអីណាស់ណាទេអញ្ចឹងពួកគាត់ទាំងពីរនាក់នៅតែបន្តរស់នៅក្នុងស្ថានភាពបែបហ្នឹងរហូតដល់គាត់រៀនដល់ឆ្នាំទី 2ហើយសម្រាប់បងផានីដែលនៅខេត្តនោះគឺមានការរៀងដាច់គ្នាខ្លាំងមែនតើដោយបងផានីគាត់តាក់ទងបានតែជាមួយបងពិសីទេព្រោះពីរនាក់គាត់នឹងរៀងមានពេលច្រើនជាងបងតីបើបងតីគាត់អត់សូវមានពេលប្រហែលទេដែលគាត់ចេញពីរៀនម៉ោង 11ថ្ងៃឡើងគឺគាត់គេងយកកម្លាំងហើយគាត់ហូបបាយហូបអីហើយរហូតដល់ម៉ោង 3 គឺដល់ម៉ោងគាត់ចូលធ្វើការហើយអញ្ចឹងគាត់អត់សូវមានពេលក្នុងការ call និយាយអីគ្នាច្រើនទេយូរម្ដងម្កាលឆាតមួយជាសលេងអីក្នុងក្រុមមួយម៉ាត់មួយកអីតែប៉ុណ្្នឹងឯងហើយសម្រាប់បងផានីគឺគាត់យល់ច្បាស់គាត់ដឹងថាជីវិតដែលមិត្តភក្តិគាត់ឡើងមករៀននៅភ្នំពេញនេះគឺមានការផ្លាស់ប្ដូរអញ្ចឹងទៅក៏មិនមានភាពស្និទ្ធស្នាលដូចមុនគាត់យល់ថាម្នាក់រវល់រៀងខ្លួនប៉ុន្តែបងផានីគឺគាត់តែងតែនិយាយមួយបងសៃថាជួយមើលគ្នាផងជួយដាស់តឿនព្រោះនៅទីក្រុងភ្នំពេញមិនដូចនៅខេត្តយើងទេបងផានីគាត់មានកំណត់មួយដែលគិតបារម្ភថាបងសៃគាត់ធ្វើការងារបងតីគាត់ធ្វើការងារវេនយប់ចឹងទៅជួយអាសាដាស់តឿនផងក្រែងលោបងតីគាត់គិតតែពីធ្វើការស្រឡាញ់លុយពេកចង់បានលុយពេកអត់គិតសុខភាពខ្លួនឯងចឹងហើយឲ្យបងពិសីនឹងជួយមើលថែទាំបងតីផងហើយបងពិសីហើយនឹងបងតីក៏បន្តជាមួយនឹងការរស់នៅបែបហ្នឹងរហូតដល់ពួកគាត់ចូលដល់ឆ្នាំទី 2នៅពាក់កណ្ដាលឆៅមីពាក់កណ្ដាលឆ្នាំទី 2ពេលនោះគឺបងពិសីសង្កេតឃើញថាបងតីគាត់មានការផ្លាស់ប្ដូរប្លែកខ្លាំងមែនតើគឺប្លែកទាំងការធ្វើខ្លួនរបៀបរបបនៃការធ្វើខ្លួនគឺបងតីប្លែកចាយលុយមើលទៅឃើញចាយលុយច្រើនជាងមុនចំណាយលុយលើការធ្វើខ្លួនកាន់តែខ្លាំងឡើងដល់ឃើញបងតីជាបែបលក្ខណៈដូចថារៀងហៃសូចាប់ផ្ដើមទិញរបស់ថ្លៃប្រើកាបូប brand ស្បែកជើង brand ពាក់នាឡិកា brand ចឹងទៅក្រោយមកទៀតក៏ឃើញបងតីចាប់ផ្ដើមមានទិញជាសម្ភារៈនិយមបានន័យថាប្រើប្រាស់ទូរស័ព្ទផងមាន iPad ផងហើយឃើញបងតីទិញមាសទិញអីពាក់រហូតអញ្ចឹងទៅបងសៃក៏ចាប់ផ្ដើមសួរនាំនៅពេលដែលមកដល់ផ្ទះបងសៃគាត់អត់ទាន់គេងទេគាត់នៅចាំនិយាយគ្នាជាមួយនឹងបងតីអញ្ចឹងនៅពេលដែលបងតីគាត់មកដល់ផ្ទះបងសៃក៏គាត់សួរសុខទុក្ខថាបាយហើយអីនៅមិនហើយនៅកន្លែងការងារនឹងមិនដែរឃើញបងតីធ្វើការនៅនឹងបានយូរល្អហើយហៅបានមែនព្រោះឃើញមួយរយៈហ្នឹងតែឯងមានទិញរបស់របរសពគ្រប់ប្រើកាបូបអីស្បែកជើងនាឡិកាអីសុទ្ធតែរបស់ brand មើលហៅបានអីគេខ្លះចែកម្លែកប្រាប់ផងថាធ្វើម៉េចបានហៅបាននៅកន្លែងហ្នឹងអញ្ចឹងណាមិនគាត់ចង់ដូរការងារទៅធ្វើនឹងដែរស្រាប់តែបងតីគាត់លឺក៏គាត់ស្រាប់តែឆ្លើយមកវិញបែបចម្លែកប្លែកថាអើយស្អីឯងធ្វើការនៅកន្លែងហ្នឹងមិនបានដូចខ្ញុំទេនៅហ្នឹងតតែហ៊ានហក់លោតលយឆាយហើយសូទើបអាចធ្វើការនៅហ្នឹងបានហើយបងសៃគាត់ឆ្ងល់ក៏គាត់សួរថាការងារបែបអីអាតីឃើញហត់តុកតើអីហត់តុក order តើអាហ្នឹងខ្ញុំក៏អាចធ្វើបានដែរមិនតែឯងណែនាំឲ្យខ្ញុំចូលធ្វើការនឹងដែរទៅព្រោះអីខ្ញុំឃើញតែឯងហៅបានហើយធ្វើការទៅម៉ោង 12 ទៅយើងចេញមកទាំងអស់គ្នាមកគេងផ្ទះទាំងអស់គ្នាព្រឹកឡើងងើបទៅរៀនតចឹងទៅហើយបងតីគ្រាន់តែគាត់លឺហើយគឺអត់មានចាំគិតចាំសួរអីសិនទេគឺគាត់ឆ្លើយមកវិញភ្លាមហ្មងថាបញ្ញាយគេលែងរើហើយនៅហ្នឹងគេឈប់រើទៀតហើយអញ្ចឹងស្អីឯងទៅរកការងារកន្លែងផ្សេងទៅបើកន្លែងស្អីឯងធ្វើអត់កើតអត់បានយូរទេរកលុយអត់បានច្រើនទេដូរទៅប៉ុន្តែគាត់អត់អាចណែនាំឲ្យចូលកន្លែងគាត់បានទេព្រោះកន្លែងគាត់លែងមានរើសបុគ្គលិកហើយបន្តមកទៀតគឺបងសៃគឺគាត់តាមនឹងទៅគឺគាត់អត់សូវសួរនាំដេញដោលអីច្រើនទេព្រោះឮបងតីគាត់ប្រាប់ថាពេញអញ្ចឹងក៏គាត់អត់គិតអីច្រើនដែរគាត់សុខចិត្ត
ដូរការងាររកការងារផ្សេងដោយខ្លួនឯងទៅកន្លែងថ្មីមួយទៀតអញ្ចឹងណាប៉ុន្តែមួយរយៈក្រោយមកទៀតឃើញមន្ត្រីកាន់តែប្លែកត្រង់ថាពីដើមឡើយធ្វើការថាម៉ោង12ទេអញ្ចឹងយ៉ាងយូរ12កន្លះឬក៏1អីគឺមកដល់បន្ទប់វិញហើយប៉ុន្តែហេតុអីមួយរយៈក្រោយនេះគឺមន្ត្រីបាត់យូរទៅប្លែកបាត់អត់ឃើញមកគេងបន្ទប់សោះហើយថ្ងៃខ្លះមកដែរមកគេងដែរប៉ុន្តែតតែម៉ោង6 7ព្រឹកអីបានឃើញមកដល់ហើយ6 7ព្រឹកគឺបងស្រីគាត់ងើបរៀបចំខ្លួនទៅរៀនហ្នឹងហើយគាត់ក៏សួរថាអីហើយអត់ទៅរៀនទេហើយហែងទៅណាយប់មិញមិនម៉ោងស្មើនឹងទៅមកដល់ផ្ទះបងតៃគឺគាត់មានអាការៈប្លែកគឺគាត់បែបលក្ខណៈដូចថាគាត់អត់ទៅថ្ងៃហ្នឹងគាត់អត់ស្រួលខ្លួនគាត់ចង់គេងអីចឹងទៅអញ្ចឹងបងស្រីទៅរៀនបាត់ហើយបងតៃនៅគេងបន្តអញ្ចឹងទៅហើយអាការៈប្លែកហ្នឹងគឺបងស្រីគាត់តែងតែនិយាយប្រាប់បងផានីរហូតថាឥឡូវហ្នឹងបងតៃគាត់ប្លែកអញ្ចេះប្លែកអញ្ចោះអញ្ចឹងណាអញ្ចឹងបងផានីក៏ផ្ដល់ជាយោបល់វិញថាមានថ្ងៃណាមួយមើលតែនិយាយជុំគ្នាមើលសួរនាំវាកុំឲ្យវាធ្វើការដាច់យប់ដាច់អីដល់ថ្នាក់នឹងពេកហើយបើវាអត់ចូលផ្ទះគេអញ្ចឹងវាដើរលេងឬក៏វាទៅណែឲ្យវាថែរក្សាសុខភាពវាត្រូវរៀនសូត្រផងប្រយ័ត្នវាប្រឡងអត់ចប់រៀនអត់ចប់ឆ្នាំទី4អញ្ចឹងណាតែបងស្រីគាត់ប្រាប់បងផានីថាអត់ទេកុំតន់សួរព្រោះអញធ្លាប់សួរហើយវាហើយប៉ុន្តែវាឆ្លើយមកវិញបែបគំរោះគំរើយហើយកាយវិការអត្តចរិតអាកប្បកិរិយាវាឡើងដូចមុនទេជាមួយឯងហើយផានីឯងស្និទ្ធស្នាលជាមួយវាដែរប៉ុន្តែពេលនិយាយទៅក៏វាមិនស្ដាប់ដូចគ្នាអញ្ចឹងអញចង់ដឹងអញចង់ស៊ើបសិនចាំមើលចាំអញទៅរកសួរមិត្តភក្តិវាដែលរៀននៅថ្នាក់ជាមួយវាមុខវិជ្ជាជាមួយវាហ្នឹងណាថាតើរាល់ថ្ងៃហ្នឹងវាទៅធ្វើការម៉ោងម៉ានគាត់ចង់ដឹងគាត់ចង់ទៅស៊ើបអញ្ចឹងណាស្រាប់តើបងពិសីគាត់ទៅស៊ើបសួរមិត្តភក្តិរបស់បងតៃដែលបងតៃគាត់ធ្លាប់ណែនាំឲ្យស្គាល់ថាម្នាក់ហ្នឹងហើយដែលនាំគាត់ចូលធ្វើការនៅផាប់ហ្នឹងណាអញ្ចឹងនៅពេលដែលបងស្រីសួរនាំទៅស្រាប់តែមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងប្រាប់ថាអត់ទេអាតៃឈប់ធ្វើការនៅផាប់ហ្នឹងយូរហើយតាអាតៃឈប់ធ្វើការប្រហែលជា 3-4 ខែហើយស្រាប់តែបងស្រីក៏គាត់អត់មាននិយាយទៀតដែរគាត់អរគុណគេអញ្ចឹងហើយក៏គាត់យករឿងហ្នឹងមកពិភាក្សាមួយបងផានីថាគេប្រាប់ថាវាឈប់ធ្វើការនៅផាប់ហ្នឹង 3-4 ខែហើយជំនុចវាអត់ប្រាប់អញវាប្រាប់ពួកយើងហើយបើវាឈប់ធ្វើការវាទៅធ្វើស្អីមិនបានម៉ោង6ម៉ោង7ព្រឹកបានវាចូលបន្ទប់ចូលផ្ទះថ្ងៃខ្លះគឺអត់ឃើញវាចូលហ្មងបាត់វាតមួយថ្ងៃ2ថ្ងៃអីនោះតែក៏មិនលើកអីក៏មិនអីតទៅពេលឃើញមកដល់ផ្ទះសួរទៅថារវល់ការងារជាប់ទៅនេះទៅនោះជាមួយនឹងមិត្តភ័ក្តិរៀនជាមួយហើយបងស្រីក៏គាត់តំណាលនិយាយមកបងផានីថាចំពោះរឿងតែងខ្លួនការតែងខ្លួនក៏ឃើញបងតៃនឹងប្លែកដែរធ្វើខ្លួនណាស់ហើយសូជាងមុនឆ្ងាយហើយសម្ភារៈនិយមមែនតែនសូម្បីតែទឹកអប់ក៏ប្រើរបស់ថ្លៃទឹកអប់ថ្លៃដែរម្ដងផ្សិតតែ100ជាងអញ្ចឹងណាអញ្ចឹងគិតពីអ្នកបងផានីថាអាតៃទៅធ្វើរឿងអីមួយហើយបានសូម្បីតែប្រាក់ចំណូលការចាយវាក៏ខុសពីមុនការធ្វើខ្លួនក៏ខុសពីមុនហើយក៏ហក់ពួកយើងអត់ប្រាប់ពួកយើងទៀតនៅថាបន្តធ្វើការនៅកន្លែងផាប់នឹងទាំងដែលជាក់ស្ដែងឈប់យូរហើយអញ្ចឹងមានថ្ងៃមួយដែលបងផានីគាត់សុំម៉ាក់ប៉ាគាត់ឡើងមកលេងពេញឡើងមកលេងបងស្រីហើយបងតៃអញ្ចឹងហើយក៏តេតតងនិយាយគ្នាប្រាប់មុនថាគាត់អត់ងាយបានឡើងមកទេហើយយើងក៏ខានជុំគ្នាយូរដែរហើយវាចូលចិត្ត2ឆ្នាំហើយខានជួបគ្នាអញ្ចឹងណាចឹងបងផានីគាត់សុំចិត្តបងតៃថាតៃថ្ងៃនេះដែលអស់មួយថ្ងៃទៅអីសុំច្បាប់គេមួយថ្ងៃទៅតែញ៉ាំអីជុំគ្នាអញកំរបានឡើងមកណាតែមកទៅសុំម៉ាក់សុំប៉ាបានអញមកដេកមួយពួកឯងមកយប់ដែរចឹងណានៅដេកជុំគ្នាចឹងទៅតែបងតៃនោះក៏គាត់ព្រមបងស្រីក៏អូខេអញ្ចឹងដល់ថ្ងៃដែលបងផានីគាត់ឡើងមករៀនឡើងមកលេងនៅពេញហ្នឹងគឺពួកគាត់បានទៅហូបអីជុំគ្នានៅជុំគ្នាដើរលេងហើយឆ្លៀតពេលទៅមើលកុនមើលអីជុំគ្នាចឹងទៅព្រោះសំបីតែបងស្រីក៏គាត់សុំគេដែរអស់ដែរណាមួយវាចាំថ្ងៃសៅរ៍ថ្ងៃអាទិត្យចឹងពួកគាត់រៀនទេនៅសាកលវិទ្យាល័យនោះចឹងពួកគាត់បានដើរលេងមួយឆ្អែតចំណាយពេលវេលាជាមួយគ្នាដែលខានជួបគ្នាយូរហើយមែនតែនរហូតទៅដល់ពួកគាត់ហើយអស់គឺគាត់ត្រឡប់មកបន្ទប់គេងវិញអញ្ចឹងនៅពេលយប់គេងហ្នឹងគឺបងផានីជាមួយបងស្រីចាប់ផ្ដើមបើកយុទ្ធនាការសួរនាំបងតៃដោយបងស្រីនិយាយតាមត្រង់ថាតៃប្រាប់ពួកយើងតាមត្រង់មកដោយសារតែយើងមិនទៅសួរមិត្តភ័ក្តិឯងហើយថាគឺឈប់ធ្វើការនៅផាប់ហ្នឹងរយៈពេល3 ទៅ 4 ខែហើយហែងទៅធ្វើអីទៀតហែងមិនបានកុហកមិនបានអភិរក្សពួកអញតាមត្រង់អញ្ចឹងណាហើយអញឃើញហែងតែងតែបាត់ពីផ្ទះរហូតមិនដឹងថាទៅណាមកណីប្រាប់តាមត្រង់ថាហែងទៅធ្វើអីគេហើយទៅស្រាប់តែពេលហ្នឹងបងតៃគឺគាត់របៀបលក្ខណៈថាគាត់ shock គាត់អត់នឹកស្មានថាបងស្រីដឹងរឿងដែលគាត់ឈប់ធ្វើការនៅផាប់នឹងទេអញ្ចឹងទៅគាត់លឺបងស្រីសួរកន្លែងនឹងភ្លាមគាត់ស្ងាត់មាត់ហ្មងហើយគាត់ឆ្លើយអីអត់ចាញ់និយាយអត់ចាញ់ទេរហូតដល់បងផានីគាត់ថា
vậy tam thoáng mắc này anh tê phẹp mèo tụ bay mấy cô nơi tới chi mặt phẹ đằng kia đây nhưng miền tây xây miền tây nẹt đợt tây nè có bông tây nứng xa đập hiệp tại anh sông tô để ở ban phẹp bộ ảnh tại anh chụp tờ ca nước phẹp hơi anh rô ca nghe thầm mây ba nơi hay ca nghe nứng có hồ lôi ban tròn chiêng nước phẹp đằng đài chân tứ anh ở hiền phẹp bộ ảnh để xa ấy anh khai tha pe phẹp tứ bộ ảnh ở ơi anh đô rồi xa tầm mong ca nghe nơi cái này nè anh thưa thầm mây nứng vì tiếng to đê cứ anh thưa chi cho nổi ca bọc mê hay mê anh nắng quạt trôn chít chân tậpไปchân tơ cuộn ao bẹ khai tròn tròn nó bàn tay thưa cho nổi ca nắng cứ dương thở tơ tam có quạt ban này ta ở quạt hai hồ pe nè thở tơ pe nâng trắng á nè pe vì cứ lên min chỉ là bạc luôn ai nhây hay bông sấy cho mùi nâng bông hành ní cứ quạt sụt đánh đau thề cho nổi ca ấy nơi cái lại nè cái rung hôn nè hay mê nắng quạt mê cái lại ý đai còn ba cái lại hồ xì ý đai chẳng hết nè sạp tập bằng tay của thằng anh sông tô ha để anh phèo ban tập ban nâng tê pro càng nghe nâng cứ kệ ở lẹ ca nè cứ kệ ở bị tranh mà sập hiệp tê tại còn là the chẳng phèo tham mê anh nâng quạt nè hồ xì thông đây chẳng tới cứ quạt ớt anh nhà ở bị tranh bị mà sập hiệp quạt prap tê nè tê để sẽ anh chi cho nồi cam to quạt phong chẳng cho nồi cam to quạt cứ miên tu này ti nó vị trí chỉ vẽ muối cứ thở bật bắn nó po miền bắc mê ở thở bị tranh tê tập pe bông say quạt lư chân cho mỗi nước bông hành có quạt ok ao ta mất phẹ xa được hiệp hiệp bên nâng quạt chất đây ao ta đăng the quạt thôi cả nghe môi thầm thời chẳng hết nè chẳng phật pi nâng cờ lòng màu ban và hai chia môi sập ở đè sạp tai miên ngày môi nụ bông tấy cứ quạt tơ thưa ca ở đây tê cứ quạt nập tè hay sầm rạp bông sấy cứ trăm tháng ngày để quạt để ốp phong hay kêu bạc quạt lịm màu phong chẳng cứ quạt riêng hay quạt thưa ca tiệt chẳng bị chạy đòn ấy bia chiều ngày để thở nơi tè thằng pi nè sạp tai bông tấy quạt trâu và tập tặng một tặc mà sợ tu cào máu cứ tu sạp bao bông tây rồi hay bà hai chi bông tây quạt lư sờ lên tê có bông xây quạt sài bị cào thà tây tu sạp rồi có lư bông tây có tọt mà vinh này bà hai chi bông tây quạt sạp lư phố này cho bạc tặc chu chu nó không tập tặc có chẳng bông xây có quạt tơ lực chỉ nua quạt cái tham ấy thế còn lấy tu sạp lực bạp thà tây cho cho một tặc chân từ nãy bây để quạt lực tu sạp giấy sạp tơ lư sờ lên mình được pro quạt còn tơ lực máu alo chỉ miệng xúa lư sờ lên mình được pro xua theo ở này nên nè smile neo này tranh mèo bông chăm ở này nhú nè hay chăm peo này mà đó ở này phẹp bông chăm bông ai bộ nâng cho tôi vô này cho tôi từ tua này lang mèo bông sấy quát khoan ta lư chân ta có toàn bán giấy ấy tâm ta lôi cho miệng xua một mắt dẹp ta lư sờ lên mình được phồng giấy màu chân quát miên cá nhẹ ba chỉ khăng hơi quát có chật bật từ có chật bật có đã hiến tọp tàu ấy từng đời quát cật the bông tấy nơi miên đường ấy mà dạng lẹ bằng bộ quát đẹp bộ quát ở đằng tập về bông tay tranh pi và tục tặc máu bông xây của quạt phèp tham môn nứng miên kê kho máu bàn tay quạt lực tợ lư dễ của quạt trật bật từ hai bông tay của quạt rốt tiêu tu sắm năng mơ lẳng lườn hai về bắt đầu bị quạt mơ hai khơi lấy tu sắm năng hơi có quạt chập đam slip bẹ cả bên nhấp tranh tơ cài đời bạp the ở quạt miên kê mê quạt tê héo chẳng có thở tơ bật tवन quạt có tranh tơ bạt từ hay bông xây của quạt play bền tèn tập về bông tay có mẹ cặp kệ để dài chẳng á có mẹ rằm tham bông tay cứ nơi tầm miền hưởng ấy mà dạng lẹ băng một quạt tiệt sạp tài cào mơ tiệt lồng man và hai pi bảy ngày cứ bắt vọt tầm miền bông tay bắt bông tay pi te và hai chỉ bay tháng ngày ắt khơi bông tay tập lập châu te sao tu sạp có tệ tông ắt bàn ấy có ắt bàn hay và hai chỉ mong buồn giúp đà bông say có tâm tranh bi cái lành ca nghe bạc quan mà đó té hết cứ quạt cặp bông tài hiệp trong the họ thưa ấy nhém để xa quạt hiển clean sạp tầm miên sẽ lấy cô thuê và tục quạt cô tọc chân tới quạt có tập bạc thuê tam thoi mà đè hay nộp để quạt bạc thuê máu có quạt miên khơi mà nữ say mà nè cho mùi nữa mà nữ pro pi nè đời tận ổn mơ tới mà nữ say nó cứ quạt tay luôn hay sâu mền tèn mơ tới tận ổn chia nè để quạt miên á hay mà nữ pro pi nè tiết bẹ chốt khăm mơ tới cứ dân đơn the chỉ ăn kẹo mòn chẳng bông bị say cứ quạt miên chỉ ca cua xăm thôi mà đe để quạt chụp miệp xua bông sấy miên ca iki đai mền hai bông sấy nè nắng có quạt xua tờ lắm mà quanh tiền tặng một mồm xua the và tụng nắng hè nơi bờ màn nè hai bông sấy có quạt slide ta cha bông nhom nơi pi nè mặt phẹ nhom bông miên ca ấy hai bông sấy mà nè nắng có quạt xua the nơi pi nè mặt phẹ hẹn chung một tay nâng mến bông sấy có quạt ta cha bông score quạt rồi bông ro quạt mến quạt ăn nơi bông nhom
บัดกอดประมาณไงได้แต่ตรงกอดอัดบ้านให้บงเจิญปีข้างแน่บงมีนกาแต่ตรงจมูกกอดได้สลับแต่บงใส่นั่งกดชลายตลับมาเว้นแต่บัดเวียปีบีทั้งไงนั่งขมิ้นได้จังมีนแต่เวียหดเกิดคลวนมาได้anh tam hồ một vi vui tâm ta họ khơi cái lạnh vi sạ nở hay là lấy mà họ nơi cái lạnh vi sạ nở ở khơi vi tiệt chắc mà này ta về hụt cái chơi để hẹn tháp bát vi pi bên ngày nữa ngô sắp ta bồng say có sạc mỏng có thay hạ bồng miền pan nhà ấy chùm tay mền hay mệt bàn thờ tay hụt cái bài phèm nhung tịnh mới miền pan nhà ấy sắp ta bồng say nâng có thay hẹn nhặt đắng hẹn nơi đây chùm mũi mất phèn ảnh nhỏ ngay hạ đang tham mơ phèn ảnh vô đây kia chân hai nơi pe để bồng say nâng có rai rạo rương cột giang phèm hai bànจับปีเปนังมาคือบองไส้กวดดังแท้มัดแพะกวดได้เตอเฟือแกมาแย่นังได้เคยแท้ไฮโซบัดปีเตะรอไงนังคือกวดมันแมนเตอเฟือแกเตคือกวดจังเตอไกรจมวยนังเนี่ยเมียนมาเนี่ยได้จิบได้บอกบองใส่ได้มาโรเรืองเราเตะเนี่ยกวดจังเตอไกรเกเตไฮเปแน่คือกวดจังเตอเปนังจมวยเกละโหดให้เจียแสดงคือกวดเติบแต่ดังไกรมาเตะแท้บองไตกวดดังทาเกมินเพะเยียมินขูแซมินปปนให้ก็เนื้อแต่แตะตองแกคือดำใบดำใบลอยได้มันนึกเปล่ามันเนี่ยนั่งเอาลอยกวดชรานเหมือนแตนมาในท่าดุนจำยังบองไตจังมันคือเอาหนึ่งสมบานหนึ่งจังให้เติบเถอะบองไตคือกวดเนื้อแต่แตะตองจมูกนั่งมันนึกเปล่ามันเนี่ยนั่งเต้งเนื้อนั่งทาเกมินปปนมินโกนให้กวดจมูกบองพานีแบบเพียแซงนี่แต่กวดมันดักสแมนเต้แทนบองไตคือกวดเฟื่อหึงแบบนั่งแหละปุกวดให้เฟอเรื่องได้มันกูเฟอตัวเตะตรงประเดี๋ยวเกณฑ์จังเนี่ยให้ในประมาณในแย่ไปให้เฉียบใบบุญทั้งไงกลายมาก็เคยมึงไต้ตลับโจมาเตะวินโจมาคือมีนสเปียพลายคือกวดเอาเส้นใหญ่สะได้จมูกมึงไซเตะแล้วโหตอนมึงไซห้ากวดมาสู้นวมนาไตมีนเกมหอแห่งดาวเตะมาหอจุ่มเอ็นมาแผบแต่แห่งเตะตรงประเดี๋ยวเกย์ตามหอหมกแห่งบ้านเธอจังแมนอันแผบอันตามทวังมึงไต้ก็กวดจับดำยมโยกดยมห้ากดเอาบงไซให้กวดปรับให้อันเข้าให้ได้อันนึงถ้าเกมีนปปนให้อันเนอตับชียิมเตะตองเกให้บงไซสู้ทำไมบันให้เธอจังบงไตก็กวดใส่ระเบียบปรับแทงกวดใส่ระเบียบตะกวดเตะตองมันนึกปรองมันเนี่ยนั่งเดือดใส่ตะกวดมินลอยกวดติ้งกบยางไงอันยังจังมันไอ้กวดเอาอีนึงกดจังอันจังมันตูซับกดติงตูซับอันจังมันลอยเพอแพ้ระบล้อทลายก็กดผมอันขบซับแบบแย่งกดไทยเอาแต่อันเนยจมูกกวดโดยปีตะบงเล่าอันสลังลอยบักกวดเต้อันใส่ระเบียบตามทวงปันไตคอยมาเตียนนี่คืออันจะประดามลงสลังกวดคลังเตอanh từ tua squat thắc quạt miền bồn anh đăng bàn tay anh xông tổ anh thơ chặt khuôn anh nhặt ban tê anh bật chỉ sành quạt khăng dù tơ cứ anh sành quạt khăng tơ mình tên để xa thắc quạt xông đầy bà em quạt bà cái thân non bà cái lung lôm hay quạt vô là làm anh khục sắp bẹp giang tầng quạt lõ cho mùi anh khục sắp bẹp giang là hô đo thân anh đăng thắc quạt miền bồn hơi có anh nợ ọt ai cắt chặt trên bị quạt bànโดยเป็นน้ำมองไตกอดซาระเพียบแท้กาปีเด็กกอดเตะตองตะบงคือกอดปัจเจียดังเตทามินปปนแล้วโหต่ออาไตกอดลงสลังคลั่งเหม็นแตนมาในทางกอดจับดามมินจัดสลังเตลือมันนึกเผาเหม็นนั่งคลั่งเหม็นแตนให้เติบกอดจับดามดังแท้เกมินปปนจังให้เติบถวยกอดประบาดโดจัดกอดประบาดโดจัดก็แท้มองไตกอดบานใหญ่แผ่วมองไซแท้แล้วโหมาดอเป็นนี่ซึ่งแต่แท้มันนึกเผามันเนี่ยนั่งขมิ้นลอยเอากอดโดยปีมุนกระดาขมิ้นซ้ำแผลดิยมขมิ้นแกบกดกงไอเพียงใจเอากอดโดยปีมุนก็กอดโยลพร้อมรู้เนื้อมวยมันนึกเผามันเนี่ยนั่งแน่ได้ซาตะกอดใบจีทะเลกลุ้นลงสลังไปได้เกบาดใดปันไตบงไซก็กอดชี้ยิ้มใหญ่ประโยชน์บงไตแผลแผลไตแห่งกัดจังเวียอัดกาเต้เกมินปปนเกมินโกซาเกนำไปได้ยังโจคล้วนจีจนติใบคือยังบาปทั้งหมดน่ายังใบบะโกซาเกเกมินโกนมินปปนอันไอเธอจังมันเตจุ่มเรือได้ละอมพอดให้เธอจัดกัดจัดให้ได้เช่นปีตะเนตะนงโขซาเกมวยหนึ่งตกเอาเกมินสเปียมโกลคงแปะปอนจมูกเกเตียดวิจรึงได้เตยวิจรึงได้ละอจังไงเนี่ยบงไตกดบันแต่ทำยมให้ใหญ่รีบรอบเรื่องขนมจัดแผลเตอมงไซต่างให้มึงใส่กดโยหึงนึ่งแผลตะบงพานีได้จังมันไงนึ่งคือกดชีเยี่ยมลุงโลมจัดมงไตได้มงไตกดอัตเตอร์หน้าต่างกดชีเยี่ยมแหละคลูนเองคมคลูนเองในขนมบะตบใบก็เหมือนนักตะก็เหมือนแสดบงไซคือกดมินตัวเนตีกระตาประกัดบักกดเจนเดเรียนเจนเดเทอร์แกจังกดในกำดอมงไตบ้านแต่เปได้กดจับเพรกัดบักกดเตจังกลายปีนั้นคือมงไตคือกดสังงอมแหละคลูนในขนมบะตบยมพองเข้าจัดปีมันไงเติมไงเด็กกดกัดจัดปีมันเดือเผามันเนี่ยนังกัดบ้านผูกกดสลังมันเนี่ยเผานั่งคลั่งเหม็นแตนแต่เดซาแต่จีบได้บอกเกเติมกดอัดอัดปะตอเติมแตะตรงขณีบานนะแล้วโหต่อไงมวยบงไซคือกดซา
ទូរស័ព្ទរបស់គាត់មានលោតសាររបស់បង្តីចូលប៉ុន្តែដោយសារតែបង្ស័យម៉ោងការងារគឺគាត់អត់អាចកាន់ទូរស័ព្ទបានទេលុះត្រាណាតែគាត់ចប់ការងារហើយទើបគាត់អាចកាន់ទូរស័ព្ទបានអញ្ចឹងម៉ោងប្រហែលជា6កន្លះម៉ោងចិត្តដល់ម៉ោងគាត់ចេញទៅផ្ទះហើយណាព្រោះគាត់ចេញទៅផ្ទះម៉ោង8អញ្ចឹង6កន្លះគឺគាត់ឆ្លៀតអាចកាន់ទូរស័ព្ទបានគាត់ក៏ទាញទូរស័ព្ទចេញពីកាបូបយកមកមើលស្រាប់តែឃើញសាររបស់បង្តីនឹងលោតមកផ្ញើមកគាត់ណាតាំងពីម៉ោង2ថ្ងៃត្រង់ម៉េះដោយនៅក្នុងអត្ថន័យនៃសារហ្នឹងគាត់បាននិយាយពាក្យថាសៃផានីឲ្យឯងសុំទោសដែលអញលាក់រឿងកន្លងមកជាមួយពួកឯងដែលអត់បានបកស្រាយនិងនិយាយឲ្យតាមត្រង់ប្រាប់ដោយសារតែអញគិតថាបើសិនជាអញប្រាប់ទៅពួកឯងនឹងរើសអើងពួកឯងនឹងស្អប់អញដែលអញជាប្រភេទដែលមនុស្សតាក់ទងប្តីគេប៉ុន្តែសម្រាប់អញគឺអញពិតជាអត់អាចបំភ្លេចគាត់បានមែនទោះបីជាដឹងថាគាត់មានគ្រួសារហើយក៏ដោយហើយអញហត់តែទទួលយកបាននៅពេលដែលប្រពន្ធគេសុំឲ្យអញផ្ដាច់ទំនាក់ទំនងឡើងតាក់ទងគ្នាតទៅទៀតអញធ្វើចិត្តអត់បានអញ្ចឹងហើយអញមានតែរើសយកផ្លូវមួយនឹងទេសង្ឃឹមថាពេលអញសម្រេចចិត្តជ្រើសរើសយកផ្លូវមួយនឹងហើយពួកហែងនឹងមិនបន្ទោសអញហើយអញអរគុណកន្លងមកដែលមានពួកហែងជាមិត្តល្អជាបងប្អូនល្អនៅជាមួយអញរហូតតែងតែប្រាប់តម្រង់ទិសតម្រង់ផ្លូវប៉ុន្តែអញសុំទោសពិតមែនដែលអញខ្លួនអញជ្រើសរើសយកផ្លូវមួយដែលខុសដែលគ្រប់គ្នាស្អប់ខ្ពើមដែលមនុស្សជុំវិញខ្លួនមិនទទួលស្គាល់នៅទង្វើរបស់អញបើមានជាតិក្រោយអញសុំធ្វើជាបងប្អូនជាមួយនឹងពួកហែងទាំងពីរនាក់ទៀតអញស្រឡាញ់ហែងសៃផានីអញ្ចឹងគ្រាន់តែបងសៃគាត់ឃើញសារមួយនឹងភ្លាមដែលទៅសេជាអសរហ្នឹងឯងពេលដែលគាត់អានចប់គាត់ក៏ទេទៅបងផានីភ្លាមតែម្ដងហើយបងផានីនោះក៏គាត់ថាហែងឆាប់ទៅផ្ទះសុំគេចេញទៅផ្ទះដើម្បីបញ្ញាប់ទៅមើលវាថាវាមិនហើយអីហើយចឹងព្រោះគាត់តែឃើញសារហ្នឹងហើយពួកគាត់ទាំងពីរដឹងច្បាស់ថាបងតៃធ្វើអីគឺប្រកាសជាប៉ុនប៉ងសម្រាប់ខ្លួនឯងអញ្ចឹងពេលនោះបងសៃគាត់បានសុំគេចេញពីធ្វើការទៅភ្លាមតែម្ដងទាំងដែលអត់តដល់ម៉ោងគាត់ចេញណាប៉ុន្តែអ្នកទាំងអស់គ្នាបងសៃគាត់ព្យាយាមទៅឲ្យលឿនតាមអីដែលគាត់អាចធ្វើបានប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់ទៅដល់គឺពិតជាអត់តាន់ពេលមែនអត់តាន់មែនគ្រាន់តែគាត់ចាក់សោទ្វារបន្ទប់បើកទ្វារខ្វាក់ទៅគឺគាត់ឃើញបងសៃចងកនៅក្នុងបន្ទប់នឹងនៅនឹងចង្រឹងប្អួចតម្លាក់ខ្លួនចុះមកក្រោមហើយក្នុងសភាពមួយដែលមើលទៅចុងដៃចុងជើងគឺឡើងស្វាយល្អកឯភ្នែកបើកលៀនធំហើយអណ្ដាតក៏លៀនចេញមកក្រៅដែរចឹងគ្រប់យ៉ាងវាហួសពេលអស់ហើយបងសៃគាត់ស្លុតនិយាយអីអត់ចាញ់ធ្វើអីក៏អត់ចាញ់គឺគាត់នៅឈោកៀងមកកន្លែងមើលសាកសពនឹងទស្សនភាពនិងរូបភាពដែលបងតៃគាត់សម្រាប់ខ្លួននៅក្នុងបន្ទប់ជួលមួយនឹងគឺនៅដិតជាប់ជាមួយនឹងភ្នែករបស់បងសៃរហូតមកដល់សប្តាហ៍ថ្ងៃនឹងគាត់ថានៅពេលដែលគាត់ចែករំលែករឿងនឹងមកខ្ញុំមកក៏គាត់នៅតែឃើញរូបភាពមួយនឹងនៅក្នុងភ្នែកគាត់ដែររហូតដល់ដឹងឮដល់អ្នកចិត្តខាងក៏ផ្អើលឆោឡោសារព័ត៌មានចុះពេញនឹងទៅថាគាត់ចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ជួលអីចឹងណាហើយសាកសពរបស់បងតៃក៏បានបញ្ជូនទៅកាន់សុកណាតនៅខេត្តវិញដើម្បីធ្វើបុណ្យហើយបងសៃក៏គាត់ដាក់ច្បាប់ឈប់នៅកន្លែងការងារទៅចូលរួមពិធីបុណ្យសពអីចប់រួចរាល់តាំងពីដើមរហូតដល់ចប់តែម្ដងអញ្ចឹងសាច់រឿងបន្ទាប់ពីនឹងមកគឺបងសៃគាត់ចាប់ផ្ដើមក្លាយជាមនុស្សដែលរស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងបានន័យថាឯកាយដែលសារតែបងតៃឡើងនៅអញ្ចឹងគាត់នៅតែបន្តរស់នៅក្នុងបន្ទប់ជួលនឹងដដែលគាត់តែថាគាត់រស់នៅតែម្នាក់ឯងទេដល់មានពេលមួយចៃដន្យក្រុមការងាររបស់គាត់ដែលធ្វើការជាមួយបងសៃហ្នឹងគាត់ចង់ផ្លាស់ប្ដូរកន្លែងរស់នៅដោយសារតែកន្លែងដែលគាត់នៅហ្នឹងគេរៀងតឹងតែងគេបិទឲ្យចូលយ៉ាងហោចណាស់យ៉ាងយូរត្រឹមម៉ោង10យប់ហួសម៉ោង10យប់គឺគេចាក់សោលបងហើយអញ្ចឹងទៅគាត់ក៏សួរថាបងសៃគាត់មានស្គាល់កន្លែងផ្ទះជួលណាដែលគេបើកឲ្យចេញចូល24ម៉ោងអត់ព្រោះគាត់អត់ចង់នៅផ្ទះជួលដែលគេបិទតែម៉ោង10 11អីចឹងទេគាត់ពិបាកចេញចូលណាបងសៃក៏គាត់នឹកឃើញថាកន្លែងផ្ទះជួលគាត់ចេញចូល24ម៉ោងតាហើយបន្ទប់ឥឡូវរាល់ថ្ងៃហ្នឹងគាត់នៅតែម្នាក់ឯងទេបើសិនជាចង់នេះមកនៅមួយគ្នាមកចឹងជួយចេញលុយថ្លៃផ្ទះជួលគ្នាហើយចេញចូលម៉ោងម៉ែនក៏បានដែរនៅនេះហ៎លឺអញ្ចឹងក្រុមការងារបងសៃគាត់អត់តឹងចាំយូរទេដោយបងសៃម្នាក់ហ្នឹងគាត់ឈ្មោះបងពីនហើយបងសៃពីនក៏គាត់ថាគាត់យល់ព្រមអញ្ចឹងគាត់ចាប់ផ្ដើមផ្លាស់ប្ដូរចេញពីបន្ទប់ជួលគាត់ចាស់ទៅនៅជាមួយនឹងបងសៃយាយនៅបន្ទប់មួយបងសៃយាយរឿងដែលនឹកស្មានអត់ដល់នៅពេលដែលបងសៃពីនគាត់ចាប់ផ្ដើមចូលរស់នៅជាមួយនឹងបងសៃ
គឺគាត់អត់ដឹងទេសាច់រឿងពីមុនមកថាបងសីធ្លាប់រស់នៅជាមួយនឹងមិត្តភ័ក្តិដែលទើបតែបានបាត់បង់ជីវិតទៅហើយក៏រត់តែអត់ដឹងថាមិត្តភ័ក្តិចាស់របស់បងសីនឹងបាត់បង់ជីវិតដោយសារតែចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ដែលគាត់កំពុងតែរស់នៅជាមួយបងសីនឹងគាត់អត់ដឹងសោះអត់ដឹងរឿងនឹងសោះតែម្ដងតើអញ្ចឹងហើយរៀងរាល់ពេលដែលគាត់ចេញពីធ្វើការបានន័យថាគាត់ចេញម៉ោងដូចគ្នាជាមួយនឹងបងសីទេម៉ោង8គឺចេញហើយពេលគាត់ចេញពីធ្វើការមកបន្ទប់ដូចសពដងហើយពេលមកដល់បន្ទប់គឺពួកគាត់ទាំងពីរនាក់ធ្វើមានកិច្ចការធ្វើរៀងខ្លួនមានថ្ងៃមួយនោះគឺបងសីគាត់ចេញទៅក្រៅមិនដឹងថាគាត់ចេញទៅទិញសម្ភារៈប្រើប្រាស់ឬក៏យ៉ាងណាទេតែគាត់បានប្រាប់បងពីនថាគាត់ចេញទៅផ្សារមួយផ្លែតបងពីននៅបន្ទប់មើលបន្ទប់ផងហើយបើសិនជាចង់ទៅណាចាំគាត់ត្រឡប់មកវិញចាំបងសីពីននឹងចេញទៅម្ដងទៅអញ្ចឹងពេលដែលបងសីគាត់ចេញទៅបាត់បងសីពីនគាត់នៅក្នុងបន្ទប់ម្នាក់ឯងគាត់ចូលចិត្តចាក់ប័ណ្ណចម្រៀងស្ដាប់បានន័យថាគាត់ចូលចិត្តអារបៀបនេះថាគាត់ធ្វើកិច្ចការងារផ្ទះប៉ុន្តែគាត់ត្រូវការមានភ្លេងមានអីកំដរអារម្មណ៍អញ្ចឹងណាគាត់បោកកៅអៅនៅក្នុងបន្ទប់ទឹកដោយបន្ទប់ទឹករបស់គាត់នឹងស្ថិតនៅក្នុងបន្ទប់ជួលរបស់គាត់នឹងហ្មងអញ្ចឹងគាត់កំពុងតែអង្គុយបោកកៅអៅក្នុងបន្ទប់ទឹកគាត់ចាក់ប័ណ្ណចម្រៀងគាត់កំពុងតែបោកគាត់ឮសលេងគោះទ្វារ3ដងពេលដែលឮហើយគាត់ក៏បិទសំឡេងប័ណ្ណចម្រៀងគាត់សិនហើយគាត់ផ្ទៀងស្ដាប់មួយសារទៀតដោយសារគាត់អត់ច្បាស់ថាគេគោះទ្វារឬក៏អីទេគាត់ស្ដាប់អត់ច្បាស់មុននឹងតែក៏អត់មានឮសលេងគោះទ្វារបន្តទៀតដែរអញ្ចឹងគាត់ក៏បើកប័ណ្ណចម្រៀងហើយបោកកៅអៅធម្មតាវិញស្រាប់តែលើកហ្នឹងឮសលេងគោះទ្វារមួយសារទៀត3ដងទៀតលើកនេះឮច្បាស់ហើយឮខ្លាំងជាងមុនទើបគាត់ថាអូមានគេគោះទ្វារមែនគាត់ក៏បិទប័ណ្ណចម្រៀងហើយដើរចេញទៅបើកទ្វារប៉ុន្តែនៅពេលដែលគាត់បើកទ្វារខ្វាក់ចេញមកគឺអត់មានឃើញអ្នកណាទាំងអស់ហើយម៉ោងកំឡុងពេលម៉ោងដែលគាត់ចេញទៅបើកទ្វារហ្នឹងណាគឺម៉ោង9កន្លះហើយដែលបងសីគាត់ថាចេញទៅផ្សារមួយផ្លែតហ្នឹងគឺគាត់អត់ទាន់ត្រឡប់មកវិញទេបងសីពីនគាត់ងាកមើលឆ្វេងមើលស្ដាំអត់ឃើញមានមនុស្សគាត់ក៏បិទទ្វារវិញតែអត់បានគិតអីច្រើនទេស្រាប់តែលើកហ្នឹងគាត់មានអារម្មណ៍ថាឈឺបាត់ជើងក៏គាត់ទាញចូលទៅក្នុងបន្ទប់ទឹកដែលគាត់ពងបោកកៅអៅហ្នឹងណាតែលើកនេះគាត់ទាញទ្វារបិទដោយសារមុនហ្នឹងគាត់បោកកៅអៅគាត់បើកទ្វារបន្ទប់ទឹកទេបើកចំហទេតែលើកនេះគាត់បាត់ជើងអញ្ចឹងគាត់ទាញទ្វារបន្ទប់ទឹកបិទចាក់សោគាត់កំពុងតែអង្គុយបាត់ជើងស្រាប់តែឮសលេងគេគោះទ្វារមួយសារទៀតប៉ុន្តែអ្នកទាំងអស់គ្នានៅក្នុងចង្វាក់ដែលឮសំឡេងគោះទ្វារលើកទី3នេះមិនមែនឮនៅទ្វារបន្ទប់ខាងក្រៅទេគឺឮគេគោះនៅទ្វារបន្ទប់ទឹកគាត់នឹងតែម្ដងបន្ទប់ទឹកគាត់ដែលគាត់កំពុងតែអង្គុយបាត់ជើងនៅខាងក្នុងបន្ទប់ទឹកនឹងតែម្ដងនៅពេលហ្នឹងដែរបងសៃពីនគាត់ក៏អត់បានគិតដល់រឿងអីដែរគាត់គិតតែថាក្រែងលោតែបងសៃគាត់ត្រឡប់មកពីទិញអីវ៉ាន់វិញគាត់ក៏បានឆ្លើយតបពីបន្ទប់ទឹកមកប្រាប់ថាចាំបន្តិចសៃខ្ញុំចេញលើហើយតែនៅពេលជាក់ស្ដែងនៅពេលដែលគាត់ចេញពីក្នុងបន្ទប់ទឹកបើកទ្វារមកនៅក្នុងបន្ទប់គឺមានសភាពស្ងាត់ជ្ងំអត់មានអ្នកណាគេសោះបងសៃពីនពេលហ្នឹងគឺគាត់ចាប់ផ្ដើមចាប់ផ្លឹកអីថាហេតុអីមកលើកជា2លើកតែអត់មានមនុស្សទាំងនៅខាងក្រៅបន្ទប់ទាំងនៅខាងក្នុងបន្ទប់តែគាត់បែរជាឮសលេងគេគោះទ្វារអ្នកទាំងអស់គ្នាគិតមើលមិនមែនជាការស្មើសម័យដោយសារតែសលេងគោះទ្វារដែលនៅគោះនៅបន្ទប់ទឹកហ្នឹងគឺនៅគៀកគាត់ក្បែរគាត់មែនតែនទាំងដែលគាត់នៅក្នុងបន្ទប់ទឹកហ្នឹងអញ្ចឹងគាត់ឮច្បាស់ណាស់ថាគេគោះទ្វារបន្ទប់ទឹកគាត់អញ្ចឹងគាត់អត់ចាំយូរហើយគាត់ក៏ទាញទូរស័ព្ទទៅបងពិសីភ្លាមហ្មងសួរថាបងពិសីនៅណាស្មានណាមកផ្ទះបញ្ញាប់មកតិចមកបងពិសីក៏សួរថាថៃមានរឿងអីមែនបងស៊ីពិនក៏ហ៊ាននិយាយទេដោយសារតែគាត់កំពុងតែនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងគាត់គ្រាន់តែមានអារម្មណ៍ថាខ្លាចអញ្ចឹងក៏គាត់ប្រាប់បងពិសីថាអត់អីទេប៉ិនគ្រាន់យប់ជ្រៅហើយអញមិនសូវហ៊ាននៅក្នុងបន្ទប់ម្នាក់ឯងទេអញ្ចឹងឯងបញ្ញាប់មកផ្ទះវិញមកណាមួយសុវត្ថិភាពតាមផ្លូវផងកុំទៅយូរពេកបងពិសីក៏គាត់ថាអូខេទៅលើហើយអញ្ចឹងកាត់មកដល់ប្រហែលថ្ងៃក្រោយដែលជាថ្ងៃដែលដល់ថ្ងៃដែលបងពិសីគឺគាត់នៅធ្វើការធម្មតាប៉ុន្តែបងសៃពីនគឺដល់ថ្ងៃដែលគាត់ត្រូវដេកអូសអញ្ចឹងថ្ងៃដែលគាត់ដេកអូសហ្នឹងគឺបងសៃពីនត្រូវនៅក្នុងកន្ទប់ហ្នឹងតែម្នាក់ឯងដោយសារតែពីថ្ងៃគឺគាត់ចេញទៅជាមួយនឹងមិត្តភ័ក្តិដែលគាត់ស្គាល់គ្នាគាត់ទៅ shopping ផឹកកាហ្វេទៅមើលកុនអីចឹងទៅតាមទម្លាប់របស់គាត់នៅថ្ងៃដែលគាត់ឈប់សម្រាកប៉ុន្តែការដើរកម្សាន្តរបស់គាត់ហ្នឹងត្រឹមតែម៉ោង5ល្ងាចទេម៉ោង5ម៉ោង6គឺគាត់ចូលមើលបន្ទប់វិញហើយដោយគាត់អត់មាន plan មានកម្រងទៅណាទៀតទេអញ្ចឹងគាត់មកផ្ទះវិញសម្រាកដើម្បីធ្វើការងារផ្ទះដូចជាបោកកៅអៅរៀបចំកៅអៅអីចឹងទៅកន្លែងនេះចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចដោយបងពិសីគាត់បានបញ្ជាក់ប្រាប់ថាបន្ទប់ជួលគាត់នឹងមានសភាពងងឹតអញ្ចឹងហើយនៅក្នុងចង្វាក់ហ្នឹងបងសៃពីនគាត់ទៅដល់បន្ទប់គឺគាត់ទាញសោចាក់បើកចូលទៅធម្មតានៅពេលដែលគាត់កាច់សោហើយបើកទ្វារខ្វាក់ទៅគាត់ថាកន្លែងទ្វារគាត់ហ្នឹងគឺនៅទល់មុខប្អួតតែម្ដងចឹងគ្រាន់តែគាត់បើកទ្វារទៅគឺគាត់ឃើញស្រមោលមនុស្សឈរបែបលក្ខណៈថា
ដូចបដែតខ្លួនហោះនៅលើអាកាសឈរខ្ពស់ដោយសម្ោចាំងពីប្អួយនឹងមកគឺឃើញឈរខ្ពស់នៅមាត់ប្អួយនឹងហ្មងអាទិដ្ឋភាពមួយនឹងធ្វើឲ្យបងសៃពីនស្រែកឡើងផ្អើលអ្នកបន្ទប់ជួលក្បែរនឹងជាប់នឹងគេរត់មកមើលគ្រប់គ្នាតែម្ដងគាត់ស្រែកឡើងគាត់អុកគូតគាត់ថយក្រោយហើយគាត់អុកគូតយកដៃបិទខ្ទប់ភ្នែកយកប្រហើយប៉ុន្តែនៅពេលដែលអ្នកចិត្តខាងមកជុំគ្នាស៊ូនាំទៅពេលដែលបើកទ្វារចូលទៅមើលភាសាទៀតគឺអត់មានឃើញអីទេអ្នកទាំងអស់គ្នាបានន័យថាបងសៃពីនគាត់ឃើញតែឯងហើយអ្នកដែលគាត់ជួលបន្ទប់ចិត្តហ្នឹងគេធ្លាប់ដឹងរឿងហេតុការណ៍ដែលធ្លាប់កើតកន្លងមកប៉ុន្តែគេអត់ហ៊ាននិយាយប្រាប់ព្រោះគេដឹងថាបងសៃពីនគឺគាត់នៅតែម្នាក់ឯងក្នុងបន្ទប់នៅក្នុងថ្ងៃហ្នឹងអញ្ចឹងក៏អត់ហ៊ាននិយាយប្រាប់ទេគាត់ក៏បានតែធ្វើម្នាក់ចិត្តខាងហ្នឹងបានធ្វើតែលួងថាអត់អីទេតិចទៀតបងពិសីគាត់ចេញពីធ្វើការហើយនៅសល់តែប្រហែល 2-3 ម៉ោងទៀតទេអញ្ចឹងមើលអបសុកឬក៏ខ្លាចអីចេញមកអង្គុយលេងខាងក្រៅមួយពួកគាត់មកហើយបងពិសីប្រាប់ថានៅពេលហ្នឹងបងសៃពីនបានតាក់ទងទៅប្រាប់អ្នកផ្ទះថាគាត់បានឃើញជួបរឿងហេតុការណ៍ចម្លែកនៅក្នុងបន្ទប់ហ្នឹងអ្នកផ្ទះគាត់ក៏អត់សូវជឿរឿងហ្នឹងទេហើយក៏គាត់ក៏ផ្ដាំថាឲ្យបងពិសីហ្នឹងអាសាសម្រាប់យកកលាំងតិចទៅថ្ងៃឈប់ចឹងក៏មិនសូវដើរប្រហែលជាធ្វើការហត់ពេកស្វាំងភ្នែកឬក៏អីចេះតែសម័យឃើញផ្ដេសផ្ដាស់ហើយបងពិសីគាត់គិតថាប្រហែលជាអញ្ចឹងដូចគ្នាដោយសារតាមរយៈហ្នឹងគាត់ថែមម៉ោងវេនយប់ជ្រៅពេកដែរអញ្ចឹងនៅពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់វិញគាត់ក៏មុជទឹកស្លៀកពាក់កៅអៅហើយរៀបចំរបស់ញ៉ាំនៅពេលគាត់ញ៉ាំអីហើយក៏គាត់ចាប់ផ្ដើមចូលគេងសង្ងំគេងព្រោះបងពិសីអត់ទាន់ចេញពីធ្វើការមកទេអញ្ចឹងគាត់នៅម្នាក់ឯងគាត់អត់ដឹងថាធ្វើអីក៏គាត់មើលទូរស័ព្ទតិចហើយគាត់ក៏សង្ងំគេងលក់តាំងពីពេលណាក៏អត់ដឹងដែរគាត់លក់បាត់ទៅប៉ុន្តែបងសៃពីនគាត់បែរជាមកភ្ញាក់ដឹងខ្លួននឹងសំឡេងមួយយ៉ាងដែលមាននៅក្នុងបន្ទប់ហ្នឹងដែលគាត់កំពុងតែគេងសុកគាត់ស្រាប់តែឮសំឡេងក្រេះក្រោះដូចជាមានអ្នកណាយកកញ្ចក់ដៃទៅកោសឆ្កូតជាមួយនឹងទូពេលដែលឮសំឡេងនឹងហើយបងសៃពីនគាត់បើកភ្នែកមកអ្នកទាំងអស់គ្នានៅក្នុងចង្វាក់ដែលគាត់បើកភ្នែកផឹមមកដំបូងណាគាត់ឃើញនៅលើដំបូលទូកៅអៅដែលនៅទល់មុខជាមួយនឹងខែគេងរបស់គាត់ហ្នឹងណាមានសម្ោលមនុស្សស្រីម្នាក់សក់វែងខ្លាំងមែនតែនតលាក់តាំងពីលើដំបូលទូនឹងរហូតមកដល់ដីក្រោមហើយភ្នែកក្រហមលៀនចេញមកខាងក្រៅស្ទឹងតែប៉ិនពងមាន់ហ្មងកំពុងតែទុំនៅលើទូកៅអៅហ្នឹងណាហើយសម្លឹងមើលមកគាត់ដោយដៃរបស់ខ្មោចមួយហ្នឹងគឺកំពុងតែខ្វាតជាមួយទូហ្នឹងចង់វាចុះមកនៅពេលដែលគាត់ឃើញទស្សនភាពនឹងអ្នកទាំងអស់គ្នាបងសៃពីនគឺគាត់អត់ហ៊ានស្រែកអត់ហ៊ានអីទាំងអស់គាត់បែរជាទាញភួយកលុំចូលទៅក្នុងភួយគឺបិទភួយចិត្តហ្មងហើយកលុំឲ្យសាពះកតពីសូត្រធម៌នៅក្នុងចិត្តនមោតស្សៈ3ចប់នៅក្នុងភួយនឹងមកសតុគាត់ក៏បានឮថាស្ងាត់ជាមួយនឹងអាសលេងដែលកញ្ចក់អុសជាមួយនឹងទូហ្នឹងណាគាត់ថាលែងឮសលេងឯងអញ្ចឹងគាត់ក៏នៅតែស្ងំក្នុងភួយនឹងគាត់មានអារម្មណ៍ថារៀងធូរជាអីដែលលែងឮសលេងលែងអីហើយគាត់គិតថាពេលដែលគាត់អត់មើលអញ្ចឹងទៅគឺវានឹងអត់អីអញ្ចឹងណាប៉ុន្តែពេលដែលគាត់កំពុងតែស្ងំនៅក្នុងភួយហ្នឹងគាត់មានអារម្មណ៍ថាលើពុកគាត់ហ្នឹងមានសភាពអង្គើថត់របៀបដូចលក្ខណៈថាមានមនុស្សដែលកំពុងតែឡើងមកលើពុករបស់គាត់ណាដោយគាត់មានអារម្មណ៍ថានៅពីក្រោយខ្នងរបស់គាត់ហ្នឹងពុកហ្នឹងគឺកំពុងតែថត់ទៅដូចមានមនុស្សកំពុងតែឡើងមកហើយដេកនៅចិត្តនឹងអញ្ចឹងគាត់អត់ហ៊ានងាកមើលភ្លាមទេគាត់ដឹងថាកំពុងតែមានអីកម្រើកនៅចិត្តខ្លួនគាត់ហើយគាត់សង្ងំមកសតុះហើយគាត់ព្យាយាមទាញភួយចេញម្ដងបន្តិចពីភ្នែករបស់គាត់ហើយងាកបែរខ្នងម្ដងបន្តិចដូចគ្នាទៅមើលខាងក្រោយខ្នងគាត់ថាមានស្អីខ្លាចណាស់ប៉ុន្តែចង់ឃើញណាស់ប៉ុន្តែនៅពេលដែលគាត់ងាកទៅម្ដងតិចសឹមទៅស្រាប់តែអត់ឃើញមានអីទេគាត់ក៏ធូរបន្តិចទៅដោយសារតែគាត់គិតថាប្រហែលជាគាត់គិតច្រើនពេកហើយសម័យច្រើនខ្លាចពេកមិនដោយសារឃើញរូបភាពមិញហ្នឹងគាត់គិតថាគាត់បំរុងនឹងងើបចេញទៅក្រៅបន្ទប់ទៅអង្គុយជាមួយនឹងបន្ទប់អ្នកចិត្តខាងហើយពួកគាត់អត់អាចធំនៅក្នុងបន្ទប់នឹងម្នាក់ឯងបានចាំតម្រាំតបងពិសីមកដល់គឺគាត់ចាំមិនបានគាត់ធំអត់បានទេក៏ទាញភួយសម្រាប់ចិត្តចង់ចុះពីលើខែស្រាប់តែនៅក្នុងចង្វាក់ដែលគាត់ទាញភួយហើយតម្លាក់ជើងចុះពីលើខែគ្រាន់តែដាក់ជើងម្ដងក្រោមពឹបរៀបថាពាក់បីជើងដើរទៅមុខហើយហ្នឹងឯងស្រាប់តែមានដៃមួយយ៉ាងដែលតែជាក់ស្រេបចាប់កជើងគាត់ទាំងពីរធ្វើឲ្យគាត់ដួលផ្កាប់មុខតែម្ដងអ្នកទាំងអស់គ្នាគឺគាត់ដួលទាំងមួយចំហខ្លួនណាអ្នកទាំងអស់គ្នាយកអារម្មណ៍ថានៅពេលដែលយើងកំពុងតែរៀបដើរ
nhưngកំពុងតែសោកបើជើងរៀបដើរទៅមុខហើយស្រាប់តែមានដៃមកចាប់ជើងគឺគាត់ផ្កាប់ទាំងមកចំហខ្លួននឹងទៅមុខតែម្ដងធ្វើឲ្យគាត់បោកក្បាលបោកមុខរបស់គាត់នឹងនៅនឹងឥតការ៉ូនៅខាងក្រោមនឹងបែកហូរឈាមច្រមុះលហាចហ្មងគាត់ផងើបមកទាំងវិលហើយច្រមុះក៏ហូរឈាមនឹងចេញពីក្នុងកតុបទៅខាងក្រៅទៅស្រែករកអ្នកនៅបន្ទប់ចិត្តនឹងសុំគេអង្គុយចិត្តអង្គុយជាមួយហើយនឹងសុំសលៃគេដើម្បីជូតណាពេលនឹងអ្នកចិត្តខាងសួរនាំថាមានហេតុការណ៍អីកើតឡើងទៅគាត់ក៏ប្រាប់តាមនឹងនៅពេលហ្នឹងហើយដែលអ្នកចិត្តខាងជាប់បន្ទប់របស់គាត់នឹងដាច់ចិត្តទម្លាយប្រាប់ថានៅក្នុងកតុបនឹងធ្លាប់មានហេតុការណ៍ដោយមិត្តភ័ក្តិរបស់បងពិសីនឹងគឺគាត់ខូចចិត្តបែកបាក់រឿងស្នេហាចេះធ្វើការចងកស្លាប់ខ្លួននៅក្នុងបន្ទប់នឹងស្រស់តែម្ដងទៅតាំងពីពេលហ្នឹងមកបងសៃពីនគាត់ដឹងសាច់រឿងហើយនៅពេលដែលបងពិសីគាត់ត្រឡប់មកបន្ទប់វិញគឺគាត់បាននិយាយតាមត្រង់មួយបងពិសីថាគាត់ពិតជាអាចរស់នៅបានទៀតទេដោយសារតែគាត់នៅក្នុងតែរយៈពេលមិនទាន់បានមួយខែត្រឹមត្រូវផងលេងគាត់ដល់ថ្នាក់ហ្នឹងហើយអញ្ចឹងគាត់អត់អាចរស់នៅបានទេគាត់សុំបងពិសីរើចេញនៅថ្ងៃស្អែកមកពេលព្រឹកគឺគាត់សុំរើចេញហើយថ្លៃបន្ទប់គឺគាត់បង់ឲ្យបងពិសីមួយខែពេញទៅចុះទោះបីជាវាអត់ទាន់គ្រប់មួយខែក៏ដោយទីបំផុតបងពិសីក៏គាត់សារភាពថាគាត់សុំទោសដែលគាត់អត់បានប្រាប់ដោយសារគាត់គិតថាវាជារឿងឈឺចាប់មួយដែលគាត់ក៏ពិបាកទទួលយកដែរនៅពេលដែលរំលឹករឿងមិត្តភក្តិគាត់ម្ដងគឺគាត់អត់សប្បាយចិត្តទេអញ្ចឹងមិនគាត់អត់ចង់និយាយហើយគាត់គិតថាក៏មិនដឹងជាមានការចាំបាច់អីដែលត្រូវនិយាយប្រាប់ទៅបងសៃពីនអញ្ចឹងណាចឹងទៅក៏គាត់សុំទោសបងស៊ីពីនហើយមិនហ៊ានខាត់ទេព្រោះដឹងថាបងស៊ីពីនគាត់ខ្លាចទាំងដែលគាត់ខ្លួនឯងគាត់ថាជាក់ស្ដែងការពេលដែលបងស៊ីពីនអត់តន់មកនៅមួយគាត់ក៏គាត់ធ្លាប់បានជួបហេតុការណ៍ខ្លះដែរដែលជាហេតុការណ៍មួយដែលគាត់នឹកស្មានអត់ដល់ទេថាក្នុងនាមជាមិត្តភក្តិនឹងគ្នាមិននឹកស្មានថានៅពេលដែលគាត់ស្លាប់ទៅវិញ្ញាណគាត់គឺនៅវិលវល់នៅក្នុងបន្ទប់នឹងនៅឡើយគាត់ព្យាយាមផ្ដល់ព័ត៌មានទៅឲ្យម៉ាក់បោះបងតៃមកធ្វើពិធីហៅព្រលឹងហៅអីប៉ុន្តែមិននឹកស្មានថានៅតែមិនទាន់សាបរលាបគាត់អត់ដឹងថាបងតៃគាត់នៅមិនទាន់ដាច់អាឡ័យឬក៏មានការគុំគួនខឹងសពឬក៏យ៉ាងណាទេទៅវិញ្ញាណគឺនៅតែវិលវល់នៅក្នុងបន្ទប់នឹងដោយគាត់ប្រាប់ថានៅកំឡុងពេលដែលគាត់រស់នៅម្នាក់ឯងគាត់តែងតែកដាលយប់ឡើងនៅពេលដែលគេងតែងតែលឺសលេងចានបាយក្រេះក្រោះដូចជាសកម្មភាពដែលបងតៃនៅរស់ដែលគាត់ចេញពីធ្វើការមកយប់ជ្រៅមកដល់ផ្ទះវិញគឺគាត់នៅតែហូបបាយដួសបាយដួសអីញ៉ាំយប់កដាយប់ចឹងទៅដោយបងពិសីគាត់ប្រាប់ថាថ្ងៃខ្លះកំពុងតែគេងលឺសលេងបើកទឹកឈូឆោនៅក្នុងបន្ទប់ទឹកហ្នឹងក៏មានដែរដល់ថ្នាក់គាត់ងើបថាទៅបិទតែបើកទ្វារទៅគឺលែងមានសលេងលែងមានទឹកអត់មានឃើញមានទឹកហូរអីសោះតែម្ដងដោយសារតែទស្សនវិជ្ជាមូលហេតុបែបហ្នឹងហើយទើបគាត់ព្យាយាមបបួលអ្នកផ្សេងដើម្បីឲ្យមកនៅដើម្បីរស់នៅបាន2នាក់អញ្ចឹងទៅពួកគាត់នៅម្នាក់ឯងទោះបីធ្វើតែគាត់ដឹងថាវាជាការលងបន្លាចរបស់មិត្តភក្តិគាត់ប៉ុន្តែគាត់ក៏អត់អាចទទួលយកបានដែរគាត់មានអារម្មណ៍ថាខ្លាចដែរត្រូវការអ្នកណាមកគេងជាមួយអញ្ចឹងណាតែដល់ពេលនៅទីបំផុតសូម្បីតែអ្នកមកនៅជាមួយក៏នៅមិនកើតអុកឡុកទាំងអ្នកដែលមកនៅជាមួយគាត់រួមបន្ទប់ជាមួយគ្នានឹងទៀតទៅបន្ទាប់ពីបងសៃពីនគាត់សុំចាក់ចេញទៅបងពិសីក៏គាត់សម្រេចចិត្តថាគាត់នឹងផ្លាស់ប្ដូរបន្ទប់ដូចគ្នាអញ្ចឹងគាត់ក៏សម្រេចចិត្តផ្លាស់ប្ដូរបន្ទប់ជួលផ្សេងដោយចាក់ចេញពីបន្ទប់ជួលមួយនឹងហើយមុននឹងគាត់ចាក់ចេញពីបន្ទប់ជួលមួយនឹងក៏គាត់បានអុជធូបនិយាយដែរថាឲ្យបងសៃតៃមិត្តភ័ក្តិឯងទៅចាប់កំណើតចាប់ជាតិគុំនៅវល់នៅក្នុងបន្ទប់នឹងហើយគាត់សុំទោសដែលគាត់អត់អាចរស់នៅក្នុងបន្ទប់នឹងតទៀតបានធ្វើឲ្យបាត់តែក្នុងបន្ទប់នឹងមានអនុស្សាវរីយ៍យើងធ្លាប់រស់នៅមួយគ្នាតែគាត់ពិតជាអាចនៅទៀតបានមែនគាត់ក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីគាត់មានកម្លាំងធ្វើការរលុយចឹងគាត់អត់អាចបន្តនៅទៀតបានទេហើយគាត់ក៏សុំលាតាមប៉ុណ្្នឹងហើយសុំឲ្យវិញ្ញាណក្ខន្ធរបស់មិត្តភក្តិគាត់ទៅកាន់សុគតិភពអីចឹងទៅហើយគាត់ក៏រើឲ្យវាយវ៉ាន់ចេញទៅបន្ទប់ជួលថ្មីរបស់គាត់ចឹងទៅហើយបងពិសីបានប្រាប់ថាចាប់តាំងពីពេលដែលគាត់រើចាក់ចេញពីបន្ទប់ជួលនឹងមកគាត់ក៏អាសាពេលដែលគាត់ថ្ងៃដែលអស់គាត់ឈប់សម្រាកអីអាសាទៅអង្គុយហូបអីនៅតូបចាប់រួយដែលគេលក់នៅទល់មុខបន្ទប់ជួលហ្នឹងគាត់អាសាសួរនាំដែរថាមានអ្នកមកជួលក្រោយគេធ្លាប់ជួបអីអត់អ្នកលក់ចាប់រួយនៅទល់មុខហ្នឹងគឺតែងតែនិយាយប្រាប់ថាមិនដាច់ទេហើយបន្ទប់ដែលគាត់នៅចាស់ហ្នឹងគឺអត់មានអ្នកណាចូលនៅបានទេរហូតមកដល់សប្តាហ៍ថ្ងៃនៅមិនបានទេមួយអាទិត្យពីរអាទិត្យគឺរត់រើអីវ៉ាន់ចេញអស់មួយអាទិត្យពីរអាទិត្យរើអីវ៉ាន់ចេញអស់ច
ចឹងហើយបងពិសីគាត់ដឹងថាតាំងពីគាត់រើចេញពីបន្ទប់ហ្នឹងគឺអត់មានអ្នកណាជួលចូលនៅបានសេចក្តីសុខទេគឺតែងតែជួបការលងបន្លាចរបស់មិត្តភ័ក្តិគាត់ដែរបងស្រីតៃនឹងលងបន្លាចរហូតតែម្ដងចឹងហើយគាត់ក៏បានផ្ដល់ដំណឹងហ្នឹងទៅកាន់គ្រួសារបងស្រីតៃដោយប្រាប់ថាអារម្មណ៍គាត់វិញ្ញាណគាត់គឺនៅវិលវល់មិនទៅណាទេគឺនៅតែនឹងមិនដឹងថាគាត់មិនអស់ចិត្តរឿងអីគ្រួសារគាត់នោះក៏ព្យាយាមតាក់ទងធ្វើការសុំទោសទៅពីអ្នកប្តីប្រពន្ធដែលជាអតីតមនុស្សប្រុសដែលតាក់ទងជាមួយនឹងបងស្រីតៃគ្រួសារគាត់តាក់ទងទៅសុំទោសប្រពន្ធគេថាវាជាការខុសឆ្គងដែលកូនស្រីគាត់ធ្វើកន្លងមកប៉ុន្តែឥឡូវហ្នឹងគាត់បានទៅផុតហើយអញ្ចឹងគាត់សុំតែម្យ៉ាងសុំឲ្យបងប្រុសដែលជាប្តីនោះទៅធ្វើការអុជធូបនៅក្នុងមុខធាតុរបស់បងស្រីតៃដើម្បីធ្វើការនិយាយឬក៏ផ្ដាំផ្ញើអ្វីម្យ៉ាងឲ្យបងស្រីតៃគាត់អស់ចិត្តគាត់ស្ងប់ចិត្តគាត់ទៅឲ្យបានសុខកុំអារម្មណ៍គាត់នៅវិលវល់ពលឺតំណឹងមកថាពិតជានៅវិលវល់នៅបន្ទប់ជួលនឹងអត់ព្រមទៅណាមែននៅលងបន្លាចអ្នកដែលជួលនៅបន្ទប់នឹងនៅអត់បានទេចឹងទៅប្តីប្រពន្ធមកគូនោះក៏គេយល់ព្រមហើយគេក៏ប្រពន្ធរបស់គាត់នឹងក៏គាត់និយាយដែរថាគាត់ខឹងស្អប់ប៉ុន្តែនៅពេលដែលឃើញហេតុការណ៍បែបហ្នឹងកើតឡើងគាត់ក៏អាណិតដូចគ្នាហើយគាត់មិននឹកស្មានថាបងស្រីតៃគឺគាត់ដាច់ចិត្តដល់ថ្នាក់សម្លាប់ខ្លួនចឹងទេអញ្ចឹងគាត់ទាំងពីរអ្នកប្តីប្រពន្ធនឹងក៏បានទៅកាន់សុកណាតរបស់ស្រីតៃហើយធ្វើការអុជធូបនៅចំពោះមុខរូបថតហើយនឹងធាតុរបស់បងស្រីតៃតែម្ដងដោយធ្វើការសុំទោសសុំខមាទោសនិងនិយាយសុំឲ្យវិញ្ញាណរបស់បងស្រីតៃទៅឲ្យកាន់ស្ងប់សុខកុំឲ្យនៅវិលវល់បន្តទៀតអញ្ចឹងបងពិសីគាត់ថាចាប់តាំងពីពេលហ្នឹងមកគាត់ក៏មិនសូវបានទៅអើតឈ្ងោកស៊ើបមើលថាតើនៅមានការលងបន្លាចទៀតឬក៏អត់ក៏អត់ដឹងទេតែគាត់ដឹងត្រឹមថាសម្រាប់ពួកគាត់គឺពួកគាត់លែងឃើញលែងជួបលែងយល់សប្តិឃើញទស្សនវិជ្ជាអីរបស់បងស្រីតៃទៀតហើយចឹងចាប់ពីពេលហ្នឹងមកពួកគាត់ក៏លែងបានឃើញតរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងនេះគឺជាបទពិសោធន៍ដែលបងពិសីបានចែករំលែកមកកាន់ Channel រឿងរ៉ាវដោយគាត់ប្រាប់ថាវាជាសាច់រឿងមួយដែលគាត់ចងចាំមិនភ្លេចព្រោះវាកើតឡើងទៅលើមិត្តភ័ក្តិសំណប់ចិត្តរបស់គាត់ដែលគាត់ស្រឡាញ់រាប់អានវាមិនមែនជាមិត្តភ័ក្តិសឹងថាជាបងជាប្អូនប៉ុន្តែមកត្រូវដាច់ឃ្លាតឆ្ងាយគ្នាហើយមិនមែនប្រត់រស់ទេគឺប្រត់ស្លាប់គឺនៅពេលដែលពួកគាត់បានឡើងមកនៅភ្នំពេញអញ្ចឹងវាជាការចងចាំមួយដ៏ជូរចត់ដ៏កំសត់របស់គាត់ដែរដែលគាត់និយាយប្រាប់ថាគាត់មានការណិតអាសូរទៅកាន់មិត្តភ័ក្តិគាត់ខ្លាំងមែនតើហើយនៅពេលដែលគាត់និយាយចែកម្លែកមកកាន់ Channel រឿងរ៉ាវគឺគាត់និយាយទាំងទឹកភ្នែកគាត់និយាយទាំងអួលដើមកថាគាត់នៅតែនឹករលឹករហូតមកដល់រាល់ថ្ងៃនេះវាចូលចិត្ត3ទៅ4ឆ្នាំហើយគាត់ថាគាត់នៅតែមិនអាចបំភ្លេចរឿងនឹងបានហើយគាត់ក៏ចែករំលែករឿងនឹងដើម្បីឲ្យខ្ញុំយកមកចែករំលែកតទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងសម្រាប់អេពីសូត5ពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់បងពិសីដែលគាត់ធ្លាប់បាត់បង់មិត្តភ័ក្តិនេះគឺត្រូវបានបញ្ចប់ទៅត្រឹមប៉ុណ្ណេះហើយចឹងចុងក្រោយក៏សូមអរគុណទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលតែងតែគាំទ្រតែងតែចូលស្ដាប់នៅ Page Channel រឿងរ៉ាវចឹងអ្នកដែលគាត់ចូលស្ដាប់ក្រោយៗដែលមិនទាន់ធ្វើការចុច Subscribe សូមមេត្តាជួយចុច Subscribe និងចុចសញ្ញារូបកណ្ដឹងផងដើម្បីនៅពេលដែលខ្ញុំមានរឿងថ្មីនៅក្រោយៗទៀតអេពីសូតក្រោយៗទៀតគឺនឹងបានឃើញមុនគេអញ្ចឹងក៏សូមបញ្ចប់រឿងតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា